ជំរាបសួរនិងសួស្តីដល់បងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូការបង្រៀនពីវិធីចែកលេខ3ខ្ទង់និង1ខ្ទង់ដែលគ្មានសំណល់អញ្ចឹងបងប្អូនទាំងអស់គ្នាបានតាមដានវីដេអូនេះគ្រូលោកមុនហើយអ្នកគ្រូបានបង្រៀនកូនអំពីការចែកលេខ2ខ្ទង់និង1ខ្ទង់ដែលគ្មានសំណល់អញ្ចឹងថ្ងៃនេះយើងរៀនអំពីការចែកលេខ3ខ្ទង់និង1ខ្ទង់ដែលគ្មានសំណល់វិញម្ដងអញ្ចឹងដើម្បីចែកលេខបានតើយើងត្រូវធ្វើដូចម្ដេចអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងមើលលំហាត់នៅលើក្តារគេអ្នកគ្រូដាក់ពីរលំហាត់គឺលំហាត់កនិងលំហាត់ខដែលលំហាត់កគឺលេខ126ចែកនឹង6លំហាត់ខរបស់យើងគឺ325ចែកនឹង5អញ្ចឹងកូនដឹងហើយថាវិធីចែកប្រមាណវិធីរបស់វាគឺខុសពីវិធីបូកវិធីគុណនិងវិធីដកខុសគ្នាយ៉ាងដូចម្ដេចតែថាវិធីបូកវិធីគុណនិងវិធីដកប្រមាណវិធីរបស់យើងរៀបឲ្យត្រូវខ្ទង់ហ្នឹងណាប៉ុន្តែទៅតាមការចែកអត់ទេគឺកូនត្រូវធ្វើប្រមាណវិធីបែបនេះដែលគ្រូបង្ហាញនៅក្នុងវីដេអូរបស់យើងអញ្ចឹងកូនឃើញណាអញ្ចឹង126ចែកឲ្យ6អញ្ចឹង126គឺជាតំណាងចែក6គឺជាតួចែកកន្លែងនេះយើងទុកដាក់ផលចែកខាងនេះយើងទុកដាក់សំណាហើយនេះថ្ងៃនេះក៏មើលវីដេអូរបស់នេះគាត់ប្រាប់ហើយគេហៅថារបាចែកអញ្ចឹងដើម្បីចែកលេខបានលុះត្រាតែកូនទាំងអស់គ្នាធ្វើប្រមាណវិធីជាមួយនឹងអ្នកគ្រូតោះឥឡូវតាមដានជាមួយនឹងអ្នកគ្រូទាំងអស់គ្នាអញ្ចឹងលេខ126ចែកនឹង6ដើម្បីចែកបានកូនត្រូវធ្វើម៉េចទី1កូនត្រូវធ្វើការកាត់ខ្ទង់សិនថាតើលេខរបស់យើងហ្នឹងកូនកាត់មួយខ្ទង់អញ្ចឹងកូនមើលនៅខាងតួចែកមានលេខប្រមាណមានលេខតាមមួយខ្ទង់ទេនៅប៉ុណ្ណាគឺលេខ6អញ្ចឹងបើសិនជាកូនកាត់មួយខ្ទង់នៅខាងតំណាងចែកនេះលេខ1សួរថាតើ1ចែកឲ្យ6បានទេកូនចែកបានទេ1ចែក6បានអត់បានទេហេតុអីបានអត់បានដោយសារតែ1ហ្នឹងតូចជាង6 6តូចជាង6ចែកបានទេកូនណាអញ្ចឹងធ្វើម៉េចយើងកាត់2ខ្ទង់ចានៅពេលដែលយើងកាត់2ខ្ទង់នេះយើងកាត់លេខដែលនៅខាងឆ្វេងអញ្ចឹងដល់ពេលដែលយើងកាត់បានកុំមើលលេខដែលនៅខាងឆ្វេងកាត់នោះគឺលេខ12អញ្ចឹងសួរថាតើ12តូចជាង6ឬក៏ធំជាង6ធំជាងអញ្ចឹងកូនចាំថាលេខដល់ពេលដែលយើងកាត់ខ្ទង់នោះណាតលេខហ្នឹងវាធំជាងឬក៏ស្មើជាមួយនឹងតួចែកទៅយើងចែកបានឥឡូវចាប់បានធ្វើការសួរសំណួរមួយអ្នកគ្រូហ្នឹងបាទឥឡូវដើម្បីចែកបានកូនត្រូវមានសំណួរមួយសួរថាតើ6ប្រមាណដល់ស្មើ12តោះសូមមើលកូន6ម្ដង6 6 2ដង10 2អញ្ចឹងកូនដាក់ម៉ាំដងកូន6 2ដងចាអញ្ចឹងកូនដាក់លេខ2លេខ2នេះគឺដាក់នៅខាងផលចែក6 2ដង10 2ចាអញ្ចឹង12ដែលកូនបានកូនយកមកដាក់ក្រោមលេខដែលយើងកាត់តុងឲ្យធ្វើការទូទាត់2ដល់2 0 1ដល់1 0បន្តមកទៀតសំណល់របស់យើង0កូនត្រូវធ្វើម៉េចទៀតលេខយើងអស់នៅកូននៅលេខប៉ុន្មានចាគឺនៅលេខ5 1អញ្ចឹងដល់ពេលដែលយើងនៅលេខ6កូនទម្លាក់ឲ្យត្រូវខ្ទង់របស់គេមកកូនណាទម្លាក់លេខ6ហើយកូនត្រូវមានសំណួរមួយសួរថាតើ6ម៉ានដងស្មើនឹង5 1តោះសូម6ម៉ានដងកូន6ម្ដង6ចាអញ្ចឹង6ម្ដងនេះម្ដងនោះដាក់នៅខាងផលចាចា6ម្ដង6យកមកដាក់កោងលេខដែលយើងកាត់តុង6ដល់6សមណាកូនសមសូមអញ្ចឹងចម្លើយរបស់យើងឃើញ21អញ្ចឹងយកចម្លើយដែលយើងចែកបានទៅណាកុំភ្លេចឲ្យសោះយកមកដាក់នៅប្រមាណវិធីឬក៏នៅលេខជួរដេករបស់យើងណាកូនណាបន្តទៅទៀតចំណុចកយើងបានដោះស្រាយហើយយើងចូលដល់ការដោះស្រាយលំហាត់ចំណុចខវិញម្ដងតោះលេខរបស់យើង325ចែកនឹង5ដើម្បីបានចម្លើយកូនត្រូវធ្វើដូចម្ដេចអញ្ចឹងបានអ្នកក៏បានអ្នកកូនហើយឯងត្រូវមើលនៅខាងដំណើរចែកសិនបើសិនជាកូនកាត់បន្ទង់តួចែករបស់យើងមានលេខ5កូនកាត់បន្ទង់ក៏បានលេខ3អញ្ចឹងសួរថាតើ3ចែក5បានទេចែកបានទេដោយសារអីដោយសារវាតូចជាងបើវាតូចជាងកូនធ្វើម៉េចកូនធ្វើការកាត់2ខ្ទង់អញ្ចឹងដល់ពេលដែលកូនកាត់ទី2ខ្ទង់នេះកូនបានលេខ32អញ្ចឹង32ធំជាង5ទេកូនធំជាងបើធំជាងកូនចែកបានទេអញ្ចឹងកូនត្រូវមានសំណួរមួយសួរថាម៉េចសួរថាតើ5ប្រមាណនោះស្មើ32តាសួរមួយអ្នកគ្រូមើល5ប្រមាណនោះស្មើ32 5ម៉ាដងចា5 6ដងអញ្ចឹងកូនសូមមក5 6ដងមែនគាត់5 6ដង30ដែលកូនបានត្រូវយកមកលេខនៅក្រោមដាក់ឬក៏សរសេរនៅក្រោមលេខដែលយើងដាក់ខ្ទង់បន្តមកទៀតធ្វើការដកតាដកមួយអ្នកគ្រូគាត់ណា2ដល់0 2 3ដល់3 0អញ្ចឹងសំណល់យើងម៉ែការសំណល់យើង2អ្នកគ្រូបានបញ្ជាក់ប្រាប់កូនតាមពីវីដេអូមុនហើយឥឡូវនេះកូនអ្នកគ្រូបញ្ជាក់បន្ថែមទៀតថានៅក្នុងការដកអញ្ចឹងគាត់ត្រូវចាំថាសំណល់ទៅតែតូចជាងតួចែកអត់អាចធំឬក៏អត់អាចស្មើទេទៅតែតូចជាងមិនត្រឹមត្រូវកាលណាកូនដកមកធំជាងឬក៏ស្មើជាមួយនឹងតួចែកខុសហើយឆ្លើយរបស់យើងកូនណាអញ្ចឹងដោយសារតែសំណល់របស់យើង2តូចជាងតួចែកអូខេអញ្ចឹងកូនធ្វើម៉េចទៀតទម្លាក់លេខ5ចានៅពេលដែលកូនទម្លាក់លេខ5មកទន្ទឹមលេខ2នេះយើងទទួលបានលេខម៉ាកូនលេខ25អញ្ចឹងបើយើងទទួលបានលេខ25ហើយកូនត្រូវមានសំណួរមួយសួរថាតើ5ប្រមាណដល់ស្មើ25តោះ5ប្រមាណដល់ស្មើ25សូមមើលចា5 5ដងចាអញ្ចឹង5ដងកន្លែងនេះ5 5ដង25អញ្ចឹង25ដែលយើងកូនបានយកវាមកដាក់ក្រោមសំណល់របស់យើងហើយយើងធ្វើការទូទាត់5ដល់5
0 2 12 0 chắc chụp lại mà dương khơi 0 chắc chụp lại khơi 65 vô từng hả con chả vô con sẽ xe nữa chua đây mà dương chụp lại khi không sắp chắc ta bằng hai pi đập nhiên để khai chay đây bên đông là mùi tôm là này có bằng đòi tình chọc này có có con nó có từng ngón này bạn chụp lại pi được mình đập lái trong ca càng đang video mùi đi chụp clip được trong ca cháy video lớn các là thời gian chả sống ở cùng